រឿងយើងចាប់ផ្ដើមមកជាមួយនឹងជាងដាវកំពុងតែធ្វើដាវដ៏ធំមួយដែលគេហៅថាដាវប្រហានាគនៅជិតនោះផងដែរមានបុរសម្នាក់ដែលកំពុងអង្គុយមើលទៅកាន់គាត់ហើយស្លៀកពាក់ពណ៌ខ្មៅបុរសនោះគឺជាតួអង្គឯករបស់យើងឈ្មោះថាកាត់បន្ទាប់មកគាត់ក៏បានយកដាវនោះហើយដើរសំដៅទៅភូមិមួយដែលមានឈ្មោះថាកូកាភូមិនោះមើលទៅពិតជាស្ងប់ស្ងាត់ពិតជាគួរឲ្យខ្លាចក្នុងកន្លែងញ៉ាំអីមួយមានបុរសម្នាក់និយាយថាតាំងពី Griffin បានឡើងជាស្ដេចមកអ្វីនៅក្នុងភូមិនេះមើលទៅដូចជាអស់សង្ឃឹមភ្លាមនោះបុរសស្ទាវប៉ុន្មានអ្នកក៏បានចូលមកអុកឡុកនៅកន្លែងញ៉ាំអីនោះហើយក៏បានធ្វើបាបក្មេងស្រីម្នាក់ដែលឲ្យនាងលិតស្រាដែលបានកំពុកនៅលើតុជីតារបស់នាងក៏បានសុំអង្វរពួកគេថាកុំឲ្យធ្វើបាបនាងហើយពួកគេថែមទាំងវាយគាត់ថែមទៀតភ្លាមនោះកាត់ដែលជាតួអង្គឯករបស់យើងក៏បានទាត់ទ្វារចូលមកហើយបានបាញ់ព្រួញទៅកាន់ជនខិលខូចទាំង3នោះហើយសមម្នាក់ទៀតគាត់ក៏បានគប់កំបិតសម្លាប់គេហើយក៏បាននិយាយថាឲ្យគេទៅប្រាប់មេរបស់គេថាកាត់បានមកដល់ទីនេះហើយបន្តមកទៀតចៅម្នាក់ទៀតក៏បានលួចចង់វាយប្រហារកាត់ពីក្រោយប៉ុន្តែត្រូវបានកាត់ដាច់ជាពីរបន្ទាប់មកយើងក៏បានឃើញថាបុរសម្នាក់បានទៅប្រាប់មេភូមិថាអ្នកចម្បាំងខ្មៅបានមកដល់ហើយមេភូមិនោះក៏បានប្រាប់កូនចៅគេឲ្យតាមចាប់កាត់ពីព្រោះគាត់ខ្លាចមេរបស់គាត់ដឹងដែលជាអាបិសាចនេះគ្នាយើងអាបែបនេះមុខដូចបិសាចអីគេនៅក្នុងDeath Noteហើយវាបាននិយាយថាវាចូលចិត្តសម្លាប់មនុស្សឃើញមនុស្សវេទនាហើយវាចង់ឃើញប្រជាជនរស់នៅវេទនាពិបាកហើយរឿងយើងក៏បានកាត់មកដល់កាត់ដែលកំពុងត្រូវបានវាយប្រហារដោយវិញ្ញាណនៅក្នុងខ្លួនរបស់ខ្លួនកាត់ក៏បានព្យាយាមវាយប្រហារវិញ្ញាណទាំងអស់នោះប៉ុន្តែត្រូវបានពួកវានិយាយថា Griffin កាត់ក៏បាននឹកឃើញទៅដល់ Griffin ដែលជាសត្រូវរបស់ខ្លួនហើយក៏បានស្រែកថាហើយរឿងក៏បានកាត់មកដល់បរោះមេភូមិនោះវាបានដុតភូមិទាំងមូលដើម្បីឲ្យកាត់ចេញមកភ្លាមនោះកាត់ក៏បានចេញមកតាមបំណងកាត់ក៏បានកាប់សម្លាប់ពួកនោះហើយបានបាញ់ព្រួនទៅកាន់អបិសាចនោះភ្លាមនោះកាត់ត្រូវបានរងការវាយប្រហារយ៉ាងខ្លាំងដោយសាររាងកាយប្រែកាយរបស់អបិសាចនោះយ៉ាងធំកាត់ក៏បានព្យាយាមប្រយុទ្ធរហូតគេបានកែកាយកំភ្លើងដែលនៅក្នុងដៃសបនិមិត្តរបស់គេនោះបិសាចនោះក៏ត្រូវរងរបួសយ៉ាងធ្ងន់ហើយកាត់ក៏បានបាញ់ព្រួនជាច្រើនទៅកាន់មុខរបស់វាដែលធ្វើឲ្យវាស្លាប់នៅក្នុងភ្លើងដែលវាដុតភូមិនោះទៅបន្ទាប់មកយើងក៏ឈានពេលមកក្រោយជាច្រើនឆ្នាំដែលកាត់កំពុងតែរៀបចំប្រយុទ្ធជាមួយនឹង Knife ដែលមានកម្ពស់ខ្ពស់ជាងគេយ៉ាងខ្លាំងអេពីសូត1របស់រឿងរបស់យើងបានមកដល់ទីបញ្ចប់បើសិនអ្នកទាំងអស់គ្នាចង់បានអេពីសូត2 please comment ហើយនិង subscribe ខ្ញុំផងអរគុណ